បាទជាដំបូងខ្ញុំសូមជម្រាបសួរដល់លោកគ្រូអ្នកគ្រូនិងសួស្តីអ្នកទាំងអស់គ្នាបាទអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញពីរបៀបដោះស្រាយសម័យកាលបាទដោះស្រាយសម័យកាល degree ទី2ទី3និងទី4ដោយប្រើម៉ាស៊ីនកលេសបាទឥឡូវយើងកលេសមកមើលលំហាត់របស់យើងគេថាដោះស្រាយសម័យកាលខាងក្រោមបាទអញ្ចឹង A របស់យើងគឺx ការ៉េដក 20x បូកឲ្យ51ស្មើ0 B គឺ x ការ៉េបូក x បូក1ស្មើ0បាទអញ្ចឹងសំណួរ A និង B របស់យើងគឺដោះស្រាយសម័យកាល degree ទី2បាទហើយចំពោះសំណួរ C របស់យើងគឺឲ្យយើងដោះស្រាយសម័យកាលនេះគឺ x គីបដក 4x ការ៉េដក 11x បូកឲ្យ2ស្មើ0ហើយលំហាត់ D របស់យើងគឺដោះស្រាយសម័យកាល degree ទី4បាទអញ្ចឹងឥឡូវដំបូងយើងត្រូវមានការ show ប្រភេទរបស់ខ្ញុំនេះបាទអញ្ចឹងយើងដំបូងយើងចុច on មកបាទអញ្ចឹងយើងចុចកន្លែងពាក្យថា set up បាទហើយបន្តមកទៀតយើងបាទយើង scroll ហើយយើងទៅរកពាក្យថានេះ equation ឬក៏ function បាទនេះគឺត្រង់ចំណុច A បាទអញ្ចឹងយើងដើម្បីចុចកន្លែង A នេះយើងចុចបាទ alpha ហើយចុចអក្សរ A យ៉ាងនេះបាទហើយកន្លែងនេះវាមាន2បាទខាងលើនេះគឺបានន័យថាដោះស្រាយប្រព័ន្ធបាទហើយទី2នេះគឺpolynomial នេះគឺពុធាបាទអញ្ចឹងចុចលេខ2ហើយបន្តមកវាសួរយើងបន្តទៀតថាយើងដោះស្រាយហ្នឹងគឺ degree ទីប្រមាណបាទអញ្ចឹង A របស់យើងគឺ degree ទី2បាទអញ្ចឹងយើងចុចលេខ2ទៅបាទហើយបន្តមកបងប្អូនយើងត្រូវការបញ្ចូលតែមេគុណទេបាទអញ្ចឹងមេគុណកន្លែង x ការ៉េយើងនេះគឺលេខ1បាទអញ្ចឹងយើងបញ្ចូលលេខ1ហើយយើងស្មើបាទហើយបន្តមកទៀតគឺដក20បាទអញ្ចឹងខ្ញុំដក20បាទហើយចុចស្មើបន្តទៀតគឺ51បាទហើយបន្តមកខ្ញុំចុចសញ្ញាស្មើបាទអញ្ចឹងខ្ញុំចុចសញ្ញាស្មើទៅដើម្បីឲ្យវាដោះស្រាយបាទអញ្ចឹងយើងដោះស្រាយបានហើយគឺរឹសទី1របស់យើងនេះគឺ x1 បាទគឺស្មើទៅនឹង17បាទហើយខ្ញុំចុចសញ្ញាស្មើទៀតគឺរឹសទី2របស់យើងគឺស្មើទៅនឹងបាទ3បាទនេះគឺជាចម្លើយរបស់យើងហើយសំណួរ A ហើយសំណួរ B គឺដោះស្រាយសម័យកាលទី2ដដែលអញ្ចឹងដើម្បីដោះស្រាយចំណុច B នេះគឺយើងត្រូវចុចពាក្យថា set up ម្ដងទៀតបាទហើយបន្តមកយើងចុចalpha ហើយចុច A បាទអញ្ចឹងយកលេខ2បាទហើយយកលេខ2ទៀតហើយបន្តមកទៀតគឺខ្ញុំចាប់ផ្ដើមបញ្ចូលមេគុណបាទអញ្ចឹងមុខ x ការ៉េនេះគឺមេគុណ1បាទហើយមុខ x នេះគឺ1បាទហើយ1ទៀតបាទហើយចុចសញ្ញាស្មើទៅបាទអញ្ចឹងមុខ B របស់យើងនេះគឺជាប់រឹស complex បាទអញ្ចឹងរឹសទី1របស់យើងបាទអញ្ចឹង x1 របស់យើងគឺស្មើដក1បូករឹសបាទ 3e នៅលើ2បាទហើយបន្តមកទៀតខ្ញុំចុចសញ្ញាស្មើបន្តទៀតដើម្បីរឹសទី2របស់យើងគឺ x2 ស្មើនឹងដក1ដករឹស3គុណ e នៅលើ2បាទអញ្ចឹងចូលទៅដល់សំណួរ C របស់យើងគឺដោះស្រាយសម័យកាល degree ទី3បាទអញ្ចឹងគឺយើងធ្វើដូចគ្នាដែរគឺយើងចុចថា set up បាទហើយបន្តមកទៀតយើងចុច alpha ហើយចុចកន្លែងនេះបាទហើយចុចលេខ2បាទអញ្ចឹងដោយសាររបស់យើងនេះ degree ទី3អញ្ចឹងយើងត្រូវចុចលេខ3ចុចលេខ3ទៅបាទអ
chẳng dương bị trôn mì cuốn và trôn mì cuốn mà dưỡng cứ muối một ấy cái cứ đỏ cuốn chẳng một ở trường ní cứ đỏ đọc muối bạn hai bí mà hai và tao mới nhưng cho chị nhà mà tới bà chẳng rực tim mũi bà dưỡng bà mùi dưỡng ní chẳng được ai máu chưa chụp nôn tôi dập hiện chẳng bàn với rám cho chẳng không xong giờ coi cái biên ấy bị tống chẳng nhầm cột nàng tới bàn 87 này 87 hay bà tao mới cho chị nhà mà tiết bà chẳng rư bà TP bà dương ní cứ bà số cho đồng phở bà hai bà tao mà tiếp chung cho chị nhà mà bà tao tiết bà cứ rư thị bày dớ bà cứ x bày dớ cứ mà tao nắng động bị bà chắc sầm nô đi bởi dưỡng cứ đọc sai sự mấy ca được thị buồn mà chắc dương chuột cái lành sẽ gặp háo dương thường đầu tiết cứ chuột alpha hay chuột cái lành gì đó mà hay chuột lịch bí đợt xa được đi cái đấy bởi dưỡng cứ được thị 4 sự mấy ca bởi dương chắc dương chuột cái lành lịch 4 háo dương chắc bà bị trồn mì cột mà chắc cứ 4 một ekip cứ đỏ 4 và một x cái cứ đỏ 4 mình còn một vía bạc một x bởi dưỡng cứ muối hai vì bạn nhưng cho nhà mà tới mà trắng x môi bởi dưỡng và x môi bởi dưỡng cứ smart từ nâng phí mà chẳng xong cho sẽ máu cứ x môi smart phí bà 2xp dưới cho nhà smart tiết bà chắc xp bây giờ cứ smart nâng mùi lực phí bà x bây giờ cho nhà smart tiết cứ smart độ mùi lực phí bà hai x buôn bây giờ cứ smart nâng mà độ mùi bạnនេះគឺជាចម្លើយរបស់យើងហើយបាទបាទអញ្ចឹងសូមអរគុណ